ផលនេះគេនិយាយអំពីសិល្បៈវប្បធម៌ប្រពៃណីខ្មែររបស់បុរាណខ្មែរនៃការរស់នៅរបស់ប្រជាជនកម្ពុជាតែសភៅចាយក៏មិនចាំសេរដ្ឋបានដែរសភៅចាយមានដូចជាការធ្វើវគ្គជនការធ្វើការងារក្រុមនិងអភិវឌ្ឍន៍មួយទៀតណាគេនិយាយថាសភៅគឺជាជីវិតរបស់ខ្ញុំចូលចិត្តអានសភៅចង់អ្នកវិញចូលចិត្តអានសភៅអត់ឯមានឃើញសភៅរបស់ខ្ញុំអត់ផងហើយនេះមែនខ្ញុំខំតែផ្លេរបស់បាត់សភៅនឹងយើងនឹងធ្វើមិនទេខ្ញុំអត់ខ្លួនឯងហីលើក្រៅទុកប្រហែលចង់ទៀតណាចឹងយកសភៅយសក្រុមតោះពួកឯងញ៉ាំអីហើយមិនចេះបោះចោលក្នុងធុងសារ៉ាមទេហើយកំពុងទឹកអីនៅអាឡែអាឡាក់ចូលមកអានសភៅក្នុងបណ្ណាល័យហើយយកពីកន្លែងណាយកទៅដាក់កន្លែងហ្នឹងវិញមិនក៏ចំណែកធ្វើដែរឯងត្រូវចេះគោរពសិទ្ធិអ្នកដទៃផងតែខ្ញុំចាប់ហើយក៏បានកន្លែងមិនមែនចិត្តរបស់ពួកឯងទេមិនចាំបដែខ្ញុំទេវិញបានដៃវិញណាវាយជុំគ្នាដល់ណាបណ្ណាល័យគឺជាកន្លែងក្រេបពីចំណេះដឹងមិនមែនឲ្យពួកឯងមកធ្វើទង្វើបែបនេះទេហើយពួកឯងក៏មិនnóiដូចគ្នាហើយសម្រាមត្រូវចេះយកមកចំធុងសម្រាមពួកឯងឆាប់ណាស់ហើយហើយសិភៅមិនត្រូវគូទឹកដាក់មិនត្រូវហែកមិនត្រូវគូលេងទេបើយើងធ្វើបែបនេះនេះជាទង្វើអាក្រក់មួយដល់សានុសិស្សដទៃទៀតបណ្ណាល័យគឺជាឃ្លាំងនៃចំណេះដឹងចូលពួកយើងស្រឡាញ់សិភៅគឺជាជីវិតរបស់យើង